ឯកឧត្តមវ័យសំណាងអភិបាលខេត្តតាកែវនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនប្រជាពលរដ្ឋ106គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងស្រុកត្រាំកក់កាលពីព្រឹកថ្ងៃប្រហ័សទី18ខែមិថុនាឆ្នាំ2026ឯកឧត្តមវ័យសំណាងអភិបាលនៃគណៈអភិបាលខេត្តតាកែវនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរួមដំណើរដោយសមាជិកគណៈកម្មាធិការសាខាបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋចំនួន106គ្រួសារក្នុងនោះមានផ្ទះរលំទាំងស្រុងចំនួន9គ្រួសារដែលបានរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់កន្លងមកពីឃុំជាងតងនិងឃុំតាភេមពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណវត្តអង្គបាក់សីស្ថិតនៅក្នុងភូមិអង្គបាក់សីឃុំជាងតងស្រុកត្រាំកក់ខេត្តតាកែវក្នុងឱកាសនោះឯកឧត្តមវ័យសំណាងបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិតជាវណ្ណដេតប្រធានកិត្តិយសសាខាជាពិសេសពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិតបូរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចការសម្ដេចតែងតែយកចិត្តទុកដាក់និងគិតគូរខ្ពស់ពីសុខទុក្ខក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះគ្រប់ប្រភេទនៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការនយោបាយពូជសាសន៍ឬសាសនាអ្វីឡើយស្របតាមទិសស្លោកទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជាឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមប្រធានគណៈកម្មាធិការសាខាក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យរួមគ្នាដាំដើមឈើនៅជុំវិញផ្ទះឲ្យបានច្រើនដើម្បីជួយទប់ទល់និងកាត់បន្ថយឥទ្ធិពលនៃគ្រោះធម្មជាតិនិងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចនៅពេលមានភ្លៀងផ្គររន្ទះឬខ្យល់កន្ត្រាក់ម្ដងដែលឯកអាជ្ញាធរមូលដ្ឋានត្រូវទៅរកទីទួលមានសុវត្ថិភាពដើម្បីត្រៀមលក្ខណៈជម្លៀសប្រជាពលរដ្ឋពេលមានគ្រោះអាសន្នក៏ដូចជាត្រៀមកម្លាំងនិងមធ្យោបាយគ្រប់គ្រាន់ដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាសូមបញ្ជាក់ថាសម្ភារៈដែលបានប្រគល់ជូនគ្រួសាររងគ្រោះទាំង106គ្រួសារដោយក្នុងមួយគ្រួសារទទួលបានអង្ករ25គីឡូក្រាមមី1កេសត្រីខ1យួរប្រេងឆា1លីត្រទឹកត្រី3ដបទឹកស៊ីអ៊ីវ3ដបនំកញ្ចប់ធំ1មុង1ភួយ1កន្ទេល1សារ៉ុង1និងក្រមា1ព្រមទាំងថវិកាមួយចំនួនដែលឡៃសម្រាប់គ្រួសារដែលរងគ្រោះរលំផ្ទះទាំងស្រុងចំនួន9គ្រួសារគឺទទួលបានការបន្ថែមជូននៅតង់ធំចំនួន1និងថវិកាចំនួន20,000រៀលបន្ថែមពីលើអំណោយខាងលើផងដែរ